នៅក្នុងឆ្នាំ1997មេរោគNipah virus បានបង្កឲ្យមានការផ្ទុះឡើងយ៉ាងសាហាវនៅក្នុងប្រទេសម៉ាឡេស៊ីនិងសិង្ហបុរីមេរោគនេះមានសក្តានុពលខ្ពស់ក្នុងការបង្កជាជំងឺរាតត្បាតសកលតាមរយៈការចម្លងពីសត្វប្រចៀវទៅកាន់សត្វជ្រូកនិងបន្តមករកមនុស្ស ចំពោះសត្វជ្រូកមេរោគនេះបង្កជារោគសញ្ញាស្រាលប៉ុណ្ណោះប៉ុន្តែសម្រាប់មនុស្សវាអាចបណ្ដាលឲ្យមានជំងឺប្រព័ន្ធប្រសាទធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតហេតុនេះហើយការបង្កើតវ៉ាក់សាំងចាក់លើសត្វជ្រូកគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីការពារអាយុជីវិតមនុស្ស អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថាន Pirbright សហការជាមួយអ្នកជំនាញមកពីចក្រភពអង់គ្លេសអូស្ត្រាលីនិងបង់ក្លាដេសបានរួមគ្នាបង្កើតវ៉ាក់សាំងចំនួន3ប្រភេទតាមរយៈការធ្វើតេស្តលើសត្វជ្រូកនៅតំបន់ដែលមានហានិភ័យខ្ពស់ក្នុងប្រទេសបង់ក្លាដេសគេរកឃើញថាវ៉ាក់សាំងទាំងនេះមានសុវត្ថិភាពនិងផ្ដល់ការការពារបានយ៉ាងខ្ពស់ដែលអាចទប់ស្កាត់ការរីករាលដាលនៃមេរោគបានយ៉ាងមានប្រសិទ្ធភាព ដើម្បីឲ្យវ៉ាក់សាំងនេះកាន់តែមានភាពទាក់ទាញសម្រាប់កសិករអ្នកស្រាវជ្រាវកំពុងសហការជាមួយអ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ដើម្បីបង្កើតវ៉ាក់សាំងពីរក្នុងតែមួយដែលមានតម្លៃសមរម្យវ៉ាក់សាំងថ្មីនេះនឹងការពារទាំងមេរោគនីប៉ានិងជំងឺទូទៅដទៃទៀតដែលកើតលើសត្វជ្រូក តាមរយៈការបញ្ចូលប្រូតេអ៊ីនរបស់មេរោគនីប៉ាទៅក្នុងវ៉ាក់សាំងដែលប្រើប្រាស់ជាប្រចាំវានឹងក្លាយជាឧបករណ៍ដ៏សំខាន់ថ្មីមួយក្នុងការជួយកាត់បន្ថយការផ្ទុះឡើងនៃមេរោគដ៏កាចសាហាវនេះ